ថ្ងៃនេះពិភពលោកទាំងមូលកំពុងសម្លឹងមកកាន់សហរដ្ឋអាមេរិក កាណាដា និងមេក្សិកព្រឹត្តិការណ៍ដ៏ធំបំផុតរបស់បាល់ទាត់ FIFA World Cup 2026 បានចាប់ផ្ដើមជាផ្លូវការហើយក្នុងចំណោមតារាបាល់ទាត់រាប់រយរូបមានបរិសម្នាក់ដែលភ្នែករាប់លានគូកំពុងតែទន្ទឹងរង់ចាំមើលខ្លាំងបំផុតស្ដេចបាល់ទាត់ព័រទុយហ្គាល់ Cristiano Ronaldo សួស្តីប្រិមិត្តអ្នកគាំទ្រកីឡាទាំងអស់គ្នាស្វាគមន៍មកកាន់ហ្គោលខ្មែរសំណួរដ៏ធំបំផុតដែលកំពុងលាន់ឮទូទាំងពិភពលោកនៅថ្ងៃនេះគឺនៅវ័យ41ឆ្នាំតើវាអាចទៅរួចទេដែលជម្រើសជាតិព័រទុយហ្គាល់នាពេលបច្ចុប្បន្នអាចជួយឲ្យ CR7 សម្រេចក្តីសុបិនចុងក្រោយរបស់គាត់គឺការលើកពានរង្វាន់ World Cup ចំណុចទី1តម្លៃនៃពានសម្រាប់ Ronaldo និង Messi Factor Cristiano Ronaldo បានឈ្នះអ្វីៗគ្រប់យ៉ាងរួចទៅហើយស្ទើរតែគ្រប់ពានរង្វាន់ដែលអាចធ្វើទៅបានតាំងពី Champions League Euro រហូតដល់ Ballon d'Or 5 សម័យប៉ុន្តែបេតិកភណ្ឌបាល់ទាត់របស់គាត់ហាក់ដូចជានៅខ្វះចំណែកដ៏សំខាន់មួយជាពិសេសបន្ទាប់ពីគូប្រជែងប្រវត្តិសាស្ត្រ Lionel Messi បានលើកពាន World Cup កាលពីឆ្នាំ2022សម្រាប់ Ronaldo ការឈ្នះ World Cup មិនមែនគ្រាន់តែជាការព្យាយាមបន្ថែមពានចូលទូប៉ុណ្ណោះទេប៉ុន្តែវាគឺជាការបំពេញនៅកេរ្តិ៍ឈ្មោះជា GOAT របស់គាត់ឲ្យក្លាយជាកីឡាករដ៏លេចធ្លោបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ដោយគ្មានវិវាទនេះគឺជាឱកាសពិតប្រាកដជាប្រកួតចុងក្រោយរបស់គាត់ហើយចំណុចវគ្គទី2គឺការវិភាគអំពីកម្លាំងរបស់ព័រទុយហ្គាល់2026ប៉ុន្តែចំណុចសំខាន់បំផុតសម្រាប់ព័រទុយហ្គាល់ក្នុងឆ្នាំ2026នេះគឺពួកគេមិនមែនជាក្រុមរបស់បុរសម្នាក់ទៀតទេក្រុមកណ្ដាប់ដៃរបស់លោក Roberto Martinez ព័រទុយហ្គាល់មានតុល្យភាពនិងពោពេញដោយទេពកោសល្យនេះប្រហែលជាក្រុមខ្លាំងបំផុតដែល Ronaldo ធ្លាប់មានលើកម្រិតយុទ្ធសាស្ត្រយើងមានម៉ាស៊ីនបង្កើតឱកាសដូចជា Bruno Fernandes និង Bernardo Silva ដែលមានសមត្ថភាពបំផ្លាញតំបន់ការពារគូប្រកួតយើងមានភាពរឹងមាំនៅខាងក្រោយជាមួយ Ruben Dias ហើយយើងមានល្បឿននិងភាពមុតស្រួចពី Rafael Leao និង Gonzalo Ramos កីឡាករទាំងនេះអាចកាត់បន្ថយសម្ពាធយ៉ាងខ្លាំងពីលើស្មារបស់ Ronaldo នៅវ័យ41ឆ្នាំ Ronaldo មិនចាំបាច់រត់ពេញទីលានដូចមុនទេប៉ុន្តែគាត់គ្រាន់តែជា finisher ដែលចាំតែសម្រេចទីនៅក្នុងតំបន់ហាមឃាត់តែប៉ុណ្ណោះតើព័រទុយហ្គាល់អាចជួយ Ronaldo សម្រេចក្តីសុបិនបានទេចម្លើយគឺឱកាសគឺខ្ពស់ជាងពេលណាទាំងអស់ផ្លូវទៅកាន់ភាពជោគជ័យមិនមែនងាយស្រួលទេអាហ្សង់ទីនបារាំងប្រេស៊ីលអង់គ្លេសអាល្លឺម៉ង់សុទ្ធតែជាឧបសគ្គធំប៉ុន្តែបើសិនជាក្រុមទាំងមូលលេងស្របគ្នាយ៉ាងល្អឥតខ្ចោះក្រោមយុទ្ធសាស្ត្រដ៏ត្រឹមត្រូវវាមិនមែនជាការបំភ្លើសទេដែលថាយើងអាចនឹងឃើញ Ronaldo លាឈប់ពីបាល់ទាត់ដោយស្នាមញញឹមដ៏ធំបំផុតសម្រាប់អ្នកវិញតើអ្នកជឿជាក់ថាព័រទុយហ្គាល់អាចលើកពាន World Cup 2026នេះដើម្បីឲ្យ Ronaldo លាឈប់ពីបាល់ទាត់ដោយស្នាមញញឹមទេសូមបញ្ចេញមតិនៅខាងក្រោមកុំភ្លេចចុច Like Subscribe និងសញ្ញាកណ្ដឹងដើម្បីទទួលបានព័ត៌មានកីឡាក្តៅៗរាល់ថ្ងៃជួបគ្នានៅវីដេអូក្រោយ